បញ្ជារបស់លោកឧត្តមសេនីយ៍តូសុករីណាមេបញ្ជាការរងសេនាធិការយោធាភូមិភាគ4បានឲ្យដឹងថាក្រោយពេលទទួលបាននៅបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងការរៀបចំតំបន់រមណីយដ្ឋានអង្គរឲ្យមានស្ថានភាពស្រស់ត្រកាលប្រកបទៅដោយពណ៌បៃតងនិងមានបរិស្ថានអនាម័យល្អក្នុងការអនុវត្តទៅតាមការកំណត់របស់អង្គការ UNESCO ដើម្បីថែរក្សាសោភ័ណភាពប្រាង្គប្រាសាទនិងទីបុរាណដ្ឋានហើយដែលបានស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងបានចាប់ឆ្នោតយកក្បាលដីឡូនៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រីដើម្បីឲ្យអាជ្ញាធរជាតិអប្សរារៀបចំតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែមានភាពទាក់ទាញឡើងលោកបានបញ្ជាក់ថាកងដឹកជញ្ជូនដែលក្រសួងការពារជាតិបានផ្ដល់ឲ្យរួមនឹងកងដឹកជញ្ជូនរបស់យោធាភូមិភាគ4មានចំនួនសរុប35គ្រឿងមានកម្លាំង265នាក់ក្នុងការដឹកជញ្ជូនលំនៅឋានបងប្អូនប្រជាពលរដ្ឋប្រមាណជាង7000ខ្នងផ្ទះហើយក៏បានដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួនចេញពីតំបន់រមណីយដ្ឋានអង្គរទៅកាន់ទីតាំងលំនៅឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រីតាមរយៈនៃការចាប់ឆ្នោតទទួលយកដីឡូផ្ដល់ដោយរាជរដ្ឋាភិបាលមកដល់ពេលនេះបានប្រមាណ1000ខ្នងផ្ទះហើយមានប្រសាសន៍នោះដែលលោកហ៊ុនបូគាប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម157សាខាខេត្តសៀមរាបបានធ្វើការកោតសរសើរចំពោះវីរភាពរបស់កងកម្លាំងខេមរៈភូមិន្ទមានភាពអត់ធ្មត់មិនថានៅក្រោមកម្ដៅថ្ងៃឬភ្លៀងបានធ្វើការយ៉ាងមោះមុតទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការចុះជួយធ្វើការលើកដាក់ដឹកជញ្ជូនសម្ភារៈផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួនចាក់ចេញពីតំបន់រមណីយដ្ឋានអង្គរទៅកាន់ទីតាំងលំនៅឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រីលោកក៏បានបន្តថាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនិងការលើកទឹកចិត្តដល់បងប្អូនកងកម្លាំងសមាគមចលនាយុវជនកម្ពុជាក្រុម157សាខាខេត្តសៀមរាបបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគក្នុងការដោះស្រាយនៅការខ្វះខាតរបស់បងប្អូនលោកក៏បានធ្វើការអរគុណដល់រាជរដ្ឋាភិបាលនិងកងកម្លាំងយោធាភូមិភាគ4ដែលបានយកចិត្តទុកដាក់ខ្ពស់ជួយសម្រាលនៅទុក្ខលំបាករបស់បងប្អូនក្នុងពេលធ្វើការផ្លាស់ប្ដូរទីតាំងម្យ៉ាងទៀតសមាគមចលនាយុវជនកម្ពុជាក្រុម157សាខាខេត្តសៀមរាបក៏នៅតែបន្តធ្វើសកម្មភាពមនុស្សធម៌នៅគ្រប់មូលដ្ឋានដែលជួបការលំបាកនិងខ្វះខាតក្នុងនោះអាដាមម៉ៅដារិនសមាជិកក្រុមប្រឹក្សាខេត្តក្នុងនាមរដ្ឋបាលខេត្តសៀមរាបបានថ្លែងអំណរគុណចំពោះយោធាភូមិភាគ4និងសមាគមចលនាយុវជនកម្ពុជាក្រុម157សាខាខេត្តសៀមរាបដែលតែងតែធ្វើការសហការជាមួយនឹងរដ្ឋបាលខេត្តក្នុងវិស័យសង្គមគិច្ចនិងសេដ្ឋកិច្ចឯកឧត្តមបានបន្តទៀតថាចំពោះប្រជាពលរដ្ឋកាន់កាប់ដីធ្លីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដែលបានស្ម័គ្រចិត្តរុះរើពីទីតាំងនោះដើម្បីមករស់នៅតំបន់ថ្មីនិងជួយធ្វើឲ្យប្រាសាទអង្គរវត្តមិនប្រឈមនឹងការដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកម្យ៉ាងទៀតមនុស្សធម៌នេះជាប្រពៃណីដែលយើងមិនអាចខ្វះបានដែលមានសមាគមចលនាយុវជនកម្ពុជាក្រុម157សាខាខេត្តសៀមរាបដែលតែងតែជួយដល់កងទ័ពនិងប្រជាពលរដ្ឋក្រីក្រពិតប្រាកដនៅក្នុងសង្គមជាតិនិងសូមឲ្យបន្តប្រពៃណីចែករំលែកនេះចូលជ្រៅទៅដល់មូលដ្ឋានដែលជួបការខ្វះខាតបន្តទៀតផងដែរ